តើរុស្ស៊ីកំពុងដកថយពីការចរចាសន្តិភាពដោយសារការជ្រៀតជ្រែករបស់អាមេរិកនិងសម្ពាធលើអ៊ុយក្រែនទេពួកគេចង់ស្វែងរកការសម្របសម្រួលអ្នកដឹងហើយថាយឺនបើកចំហសម្រាប់ជំហានផ្សេងហើយខ្ញុំបាននិយាយថាវាជាការសម្របសម្រួលពីភាគីទាំងពីរZelensky បានថ្លែងយ៉ាងច្បាស់ថាគាត់គាំទ្រសន្តិភាពប៉ុន្តែពាក្យដែលធ្វើឲ្យពូទីនខឹងគឺរុស្ស៊ីនឹងមិនឈ្នះសង្គ្រាមនេះទេពួកគេមិនបានឈ្នះទេពួកគេនឹងមិនឈ្នះទេការចរចានៅអាប៊ូដាប៊ីបានបញ្ចប់នៅល្ងាចថ្ងៃទី24ខែមករារយៈពេល2ថ្ងៃភាគីទាំងអស់អង្គុយនៅតុតំណាងអ៊ុយក្រែនមានវត្តមានសហរដ្ឋអាមេរិកដើរតួជាអ្នកសម្របសម្រួលប៉ុន្តែរុស្ស៊ីម្ដងទៀតលេងល្បែងដដែលពូទីនបដិសេធមិនឈ្មោះទៅរកសន្តិភាពព្រោះអ្នកនាំពាក្យ Kremlin Dmitry Peskov បាននិយាយយ៉ាងច្បាស់នៅតុថា Donbas ទាំងមូលត្រូវតែជាកម្មសិទ្ធិរបស់យើងនេះជាលក្ខខណ្ឌសំខាន់ណាស់ទឹកដី 5,000 គីឡូម៉ែត្រការ៉េដែលអ៊ុយក្រែនកាន់កាប់បច្ចុប្បន្ននឹងត្រូវប្រគល់ឲ្យមូស្គូទឹកដីដែលពួកគេមិនអាចចាប់យកបាននៅសមរភូមិរយៈពេល4ឆ្នាំនឹងត្រូវយកនៅតុចរចាហើយនៅពេលនោះគ្រប់គ្នាយល់ថាពូទីនមិនចង់សន្តិភាពទេពូទីនចង់ឈ្នះហើយលើកនេះភាពអត់ធ្មត់របស់ Washington បានអស់ព្រោះអ្វីដែលកើតឡើងនៅអាប៊ូដាប៊ីមិនមែនគ្រាន់តែជាការចរចាដែលជាប់គាំងទេវាជាពេលដែល Kremlin បាត់បង់ឱកាសចុងក្រោយអ្នកប្រចាំការពិសេសរបស់ប្រធានាធិបតីអាមេរិក Steve Witkoff បានហៅថ្ងៃទី1ថាមានស្ថាបនាក្រុមរបស់លោក Trump មានសង្គ្រាមអ្នកប្រចាំការពិសេសរបស់ប្រធានាធិបតី Trump គឺ Jared Kushner នៅនឹងតុអាកាសមេបញ្ជាការកម្ពុជានៃ NATO នៅអឺរ៉ុបឧត្តមសេនីយ៍ Alexis Grinkovich ក៏នៅទីនោះដែរ Washington មកដោយធ្ងន់ធ្ងរ Washington មកដើម្បីដំណោះស្រាយ Washington មកដើម្បីសន្តិភាពប៉ុន្តែនៅថ្ងៃទី2ការទាមទារអតិមារារបស់ពូទីនបានចាក់សោទុកហើយ Washington បានឃើញច្បាស់ថាមូស្គូនៅតែលេងល្បែងមូស្គូនៅតែគិតថាពេលវេលាកំពុងជួយខ្លួនមូស្គូនៅតែជឿថាបច្ចឹមលោកនឹងអស់កម្លាំងប៉ុន្តែវាខកព្រោះនៅពេលដដែលនោះប្រទេស G7+ បានបើកកិច្ចប្រជុំបន្ទាន់និងប្រកាសកញ្ចប់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែនឧបករណ៍ថាមពលធំជាង 6,000 គ្រឿងហិរញ្ញវត្ថុធម៌ដែលរាប់សែនលានដុល្លារតួលេខទាំងនេះមិនមែនចៃដន្យទេនេះជាចម្លើយរបស់បច្ចឹមលោកចំពោះពូទីនបានអ្នកមិនចង់សន្តិភាពយើងនឹងគាំទ្រអ៊ុយក្រែនជារៀងរហូតលើកនេះបច្ចឹមលោកមិនមកជាមួយពាក្យសម្ដីទេប៉ុន្តែជាមួយឡានដឹកជំនួយខណៈដែល EU បានប្រងរើម៉ាស៊ីនបង្កើតអគ្គិសនីរាប់រយគ្រឿងទៅទីតាំងលីទុយអានីបានបញ្ជូនបន្ថែមបារាំងពង្រឹងបណ្ដាញថាមពលដោយម៉ាស៊ីនបង្កើតអគ្គិសនី100គ្រឿងសរុបលើសពី13មេហ្គាវ៉ាត់ជប៉ុនបានចូលរួមជាមួយម៉ាស៊ីនបង្កើតអគ្គិសនីតូចនិងមធ្យម140គ្រឿងនិងឧបករណ៍បំលែងនៅផ្នែកហិរញ្ញវត្ថុអ៊ីតាលីបានដកលុយ10លានអឺរ៉ូភ្លាមនិងបន្ថែម50លានអឺរ៉ូទៀតនៅបាត់ជេ2026ប្រទេសហូឡង់បានបម្រុង23លានអឺរ៉ូសម្រាប់ជួសជុលរោងចក្រហ្គាសនិងអគ្គិសនីអាល្លឺម៉ង់បានរៀបចំជំនួយមិនមែនជាកញ្ចប់ទេប៉ុន្តែជាការចលនាហេដ្ឋារចនារួមជាមួយរាប់លានអឺរ៉ូហិរញ្ញវត្ថុចក្រភពអង់គ្លេសបានបំពេញរូបភាពដោយសន្យា23លានដុល្លារហើយសហរដ្ឋអាមេរិកបានប្រកាសជំនួយមនុស្សធម៌ជាង400លានដុល្លារនៅពេលនេះផែនការរបស់ពូទីនបានបាក់បែកព្រោះការគណនារបស់ Kremlin ខុសគ្នាផែនការគ្រឹះសាមញ្ញកុំភ្លេចអ៊ុយក្រែនក្រោមរដូវងាវាប្រហារហេដ្ឋារចនាថាមពលជំរុញប្រជាជនទៅចូលទុក្ខវេទនាខ្លាំងនៅបង្ខំគៀវឲ្យចុះចែងនៅតុប៉ុន្តែផែនការបរាជ័យនៅក្នុងរយៈពេល2សប្តាហ៍ដំបូងខែមករារុស្ស៊ីបានបាញ់ដ្រូនវាប្រហារប្រហែល 1000 គ្រឿងទម្លាក់គ្រាប់បែកណែនាំពីលើអាកាសជិត 1000 គ្រឿងបាញ់មីស៊ីល70គ្រឿងគោលដៅរោងចក្រថាមពលអ៊ុយក្រែនទាំងអស់ចាប់តាំងពីខែតុលា2025វាបានវាប្រហារស្ថានីយ៍វារីអគ្គិសនី11កន្លែងមិនមានរោងចក្រថាមពលកម្ដៅ45កន្លែងណាមួយរបស់អ៊ុយក្រែនទេដែលទុកចោលនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីថាមពល Denis Mihal បានរាយការណ៍ទៅសភាក្នុងឆ្នាំ2025រុស្ស៊ីបានធ្វើការវាយប្រហារចម្រុះ612លើកលើហេដ្ឋារចនាថាមពលអ៊ុយក្រែនការខូចខាតធ្ងន់ធ្ងរនៅថ្ងៃទី15ខែមករាតម្រូវការអគ្គិសនីអ៊ុយក្រែនឆ្លងកាត់18ជីកាវ៉ាត់ប្រព័ន្ធអាចផ្គត់ផ្គង់បានតែ10ជីកាវ៉ាត់ទេមានអនុភាព7ជីកាវ៉ាត់ការវាយប្រហារធំនៅថ្ងៃទី9ខែមករាបានបំបីរង្វង់ថាមពលរបស់គៀវខណៈសីតុណ្ហភាពធ្លាក់ដល់ណ19អង្សាសេអគារខុនដូប្រហែល 6000 គ្រឿងត្រូវបានទុកចោលដោយគ្មានកម្ដៅមួយសប្តាហ៍ក្រោយមកអគាររាប់រយនៅតែគ្មានកម្ដៅនៅតំបន់ខ្លះអ្នកស្រុកទទួលបានអគ្គិសនីតែ3ម៉ោងក្នុងមួយថ្ងៃនៅថ្ងៃទី24ខែមករារុស្ស៊ីបានធ្វើការវាយប្រហារធំមួយទៀតអាវុធជាង370គ្រឿងត្រូវបានប្រើប្រាស់
មីស៊ីល Ballistic Iskander មីស៊ីល Hypersonic Zircon មីស៊ីល Hawk K8-101 និងក្រុម drone គោលដៅស្ថានីយ៍ថាមពលនៅក្នុង Oblast ចំនួន9អគារជាង5,600ក្នុងគៀវបាត់បង់កម្ដៅច្រាំងឆ្វេងទាំងមូលនៃរដ្ឋធានីបាត់បង់ការផ្គត់ផ្គង់ទឹកអគ្គនាយករបស់ក្រុមហ៊ុនផលិតអគ្គិសនីឯកជនធំបំផុតរបស់អ៊ុយក្រែនលោក Maxim Chinko បានប្រាប់ Reuters ថាស្ថានភាពកំពុងខិតជិតគ្រោះមនុស្សធម៌អ៊ុយក្រែនត្រូវការបត់ជប់បាញ់ដែលនឹងបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលហើយនោះគឺជាពេលដែល G7+ បានចុចប៊ូតុងព្រោះសហរដ្ឋអាមេរិកនៅពីក្រោយព្រោះបស្ចិមលោកទាំងមូលនៅពីក្រោយព្រោះ Washington កំពុងដឹកនាំហើយអ៊ុយក្រែនកំពុងឈរយ៉ាងរឹងមាំមុនពេលយើងចូលទៅក្នុងព័ត៌មានលម្អិតយើងមានសំណើមួយសម្រាប់អ្នកមតិអវិជ្ជមានពីអ្នកគាំទ្ររុស្ស៊ីប៉ះពាល់យើងយ៉ាងធ្ងន់ធ្ងរការគាំទ្ររបស់អ្នកមិនត្រឹមតែជំរុញទឹកចិត្តយើងទេវាធ្វើឲ្យយើងកាន់តែរឹងមាំចុច like វីដេអូទុកមតិនិង subscribe ជួយឲ្យការវិភាគបែបនេះទៅដល់មនុស្សកាន់តែច្រើនយើងអរគុណជាមុននិងគោរពអ្នកឥឡូវចូលយើងងាកមកមើល head poll ដែលភាពអត់ធ្មត់របស់សហរដ្ឋអាមេរិកចំពោះពូទីនបានអស់ព្រោះអ្វីដែលកើតឡើងនៅអាប៊ូដាប៊ីមិនមែនជាកិច្ចប្រជុំជាប់គាំងទេវាជាពេលដែល Kremlin បាត់បង់ឱកាសចុងក្រោយ Washington មកដោយធ្ងន់ធ្ងរ Washington មកដើម្បីដំណោះស្រាយ Washington មកដើម្បីសន្តិភាពប៉ុន្តែមូស្គូម្ដងទៀតលេងល្បែងនៅថ្ងៃទី2ការទាមទារអតិបរមរបស់ពូទីនបានចាក់សោតកហើយ Washington បានដឹងច្បាស់រុស្ស៊ីនៅតែគិតថាពេលវេលានៅខាងខ្លួនរុស្ស៊ីនៅតែជឿថាបស្ចិមលោកនឹងអស់កម្លាំងរុស្ស៊ីនៅតែលេងល្បែងហើយនោះគឺជាកន្លែងដែលវាធ្វើខុសព្រោះប្រធានាធិបតី Trump បានចាប់ខ្លួន Maduro នៅ Venezuela ព្រោះប្រធានាធិបតី Trump អាចបញ្ឈប់នាវាដឹកប្រេងពី Shadow Fleet ព្រោះប្រធានាធិបតី Trump បានបង្កើតក្រុមប្រឹក្សាសន្តិភាពនិងអញ្ជើញពូទីនហើយ Kremlin ត្រូវបានភ្ញាក់ផ្អើលកាសែត The Times បានបាញ់ផ្សាយការវិភាគដ៏ធំចំណងជើងច្បាស់ណាស់ Kremlin កំពុងយល់ច្រឡំជនជាតិរុស្ស៊ីមិនដឹងថាគួររីករាយឬព្រួយបារម្ភចំពោះពូទីនទេប្រភពជិតស្និទ្ធនឹងរង្វង់គោលនយោបាយការបរទេសរុស្ស៊ីមួយបានសារភាពថាយើងសង្ឃឹមថានឹងទទួលបានការសន្យាលើការចុះចាញ់ទឹកដីបន្ទាប់ចុងក្រោយយើងត្រូវសម្របសម្រួលជាមួយអាមេរិកនោះហើយនោះគឺជា head poll ដែលសម្រាប់ Kremlin Trump គឺជាទាំងសម្ព័ន្ធមិត្តសក្តានុពលនិងការគំរាមកំហែងមួយយ៉ាងគាត់ត្រៀមប្រើអំណាចដើម្បីបង្ខំមូស្គូឲ្យចុះចាញ់ម្យ៉ាងទៀតគោលនយោបាយរបស់គាត់មិនអាចទស្សន៍ទាយបានការចុះចាញ់ចំពោះរុស្ស៊ីដំណើរការស្របគ្នាជាមួយការសម្ពាធខ្លាំងលើសម្ព័ន្ធមិត្តរបស់ Kremlin ការជ្រៀតចូលនៅ Venezuela សម្ពាធលើអ៊ីរ៉ង់ទណ្ឌកម្មការកក់ទ្រព្យសម្បត្តិការដាក់ដាត់ដោយឡែកក្រុមប្រឹក្សាសន្តិភាពរបស់ Trump បានមើលឃើញនៅមូស្គូថាជាអន្តរាបសមាជិកភាគច្រើនជាជនជាតិអាមេរិកកម្មាធិការប្រតិបត្តិជាអាមេរិករុស្ស៊ីប្រឈមនឹងក្លាយទៅជាអ្នកចូលរួមតែមួយចំណោមមនុស្សជាច្រើនឋានៈពិសេសដែលផ្ដល់ដោយក្រុមប្រឹក្សាសន្តិសុខ UN នឹងបាត់បង់គេរាយការណ៍ថាពូទីនបាននិយាយថាគាត់ត្រៀមចំណាយ$1,000 លានដើម្បីសមាជិកភាពអចិន្ត្រៃយ៍ប៉ុន្តែគ្រប់គ្នានៅមូស្គូយល់ថាទម្រង់ថ្មីមិនសង្កត់ធ្ងន់លើឋានៈពិសេសរបស់រុស្ស៊ីនៅក្រោមពិភពលោកទេវាសង្កត់ធ្ងន់លើការពឹងផ្អែករបស់វាទៅលើសហរដ្ឋអាមេរិកឥឡូវមូស្គូយល់ច្បាស់ហើយទំនាក់ទំនងបានផ្លាស់ប្ដូរប្រទេសខ្លាំងដើរតាមផលប្រយោជន៍របស់ខ្លួនដោយព្រឹងណៃទោះជាមានអាវុធនុយក្លេអ៊ែរកងទ័ពបានស៊ូទ្រាំនឹងសមរភូមិនិងធនធានសំខាន់រុស្ស៊ីត្រូវបង្ខំឲ្យគិតគូរនឹងរត់កាន់តែខ្លាំងពេលកាំងអាចជួយប៉ុន្តែនៅលើលឹកខាងដែលមានប្រយោជន៍ឥណ្ឌាទិញធនធានប៉ុន្តែគ្មានចេតនាប្រយុទ្ធសម្រាប់មូស្គូទេអឺរ៉ុបចំណាយរាប់ពាន់លានលើឧស្ម័នរុស្ស៊ីប៉ុន្តែមិនមានការធានាយុទ្ធសាស្ត្រទេលទ្ធផលជាអ្វីជាលើកដំបូង Kremlin មានអារម្មណ៍ថាពិតជាជាប់គាំងការវិភាគរបស់ The Times គឺខូខៃមូស្គូមិនមែនខ្លាំងទៀតហើយវាជាប់អន្ទះហើយជួមុខខាងលោកខាងលិចដែលដឹកនាំដោយ Washington កំពុងរុនវាចូលជ្រុងប៉ុន្តែក្នុងពេលដដែលនោះគៀវកំពុងនិយាយនៅសមរភូមិនៅពេលគ្មានកិច្ចព្រមព្រៀងនៅអាប៊ូដាប៊ីការឆ្លើយតបបានកើតឡើងនៅទីតាំងហើយជាមួយយុទ្ធសាស្ត្រថ្មីកងទ័ពរុស្ស៊ីត្រូវបានភ្ញាក់ផ្អើលកងទ័ពទី3របស់អ៊ុយក្រែនបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្របដិវត្តនៅតាមបន្ទាត់ឡៃម៉ានដោយបំផ្លាញរថក្រោះនិងរថពាសដែករុស្ស៊ីខណៈដែលវាយនៅក្រោមដីមុនពេលវាចូលសមរភូមិសូម្បីតែប្រតិបត្តិការ drone ម្នាក់ដែលមានឈ្មោះសម្ងាត់ For បានពន្យល់ថាពួកគេដឹងថារុស្ស៊ីកំពុងរៀបចំវាយប្រហារនៅលើទីតាំងជាមួយរថពាសដែកដូច្នេះពួកគេព្យាយាមបំផ្លាញរថពាសដែកនិងរថក្រោះរុស្ស៊ីនៅក្នុងទីជម្រកដើម្បីទប់ស្កាត់ការវាយប្រហាររុស្ស៊ីនាពេលអនាគតមុនពេលវាចាប់ផ្ដើមយុទ្ធសាស្ត្រនេះដំណើរការក្នុងសប្តាហ៍ថ្មីនេះក្រុម drone ដែលធ្វើការជាមួយកងទ័ពទី3បានរកឃើញនិងបំផ្លាញរថក្រោះរុស្ស៊ី4គ្រឿងនិងរថពាសដែក2គ្រឿងនៅក្នុងទីជម្រកសត្រូវ
រថក្រោះ4គ្រឿងត្រូវបានបំផ្លាញនៅក្នុងទីជម្រករថពាហ៍ដែក7គ្រឿងត្រូវបានលុបចោលមុនការវាយប្រហារគោលដៅគឺកងទ័ពទី1និងទី252កងទ័ពធ្វេកំភ្លើងមីស៊ីលការវាយប្រហារជិតឡៃម៉ានបានរំខានផែនការវាយប្រហាររុស្ស៊ីប៉ុន្តែតើវាអាចកើតឡើងដោយរបៀបណារថពាហ៍ដែកត្រូវបានលាក់នៅក្រោមដីនិងលាក់ខ្លួនការរកឃើញពីលើអាកាសពិបាកខ្លាំងណាស់សូម្បីតែ drone មើលយប់ជាមួយកាមេរ៉ាកម្ដៅក៏ពិបាករកយានយន្តត្រជាក់និងមិនចល័តនៅក្រោមដីនេះជាចម្លើយក្រុម Greeks for Droners បានប្រើយុទ្ធសាស្ត្រពិសេសពួកគេធ្វើការស៊ើបការផ្លូវអាកាសធម្មតាប៉ុន្តែក៏ប្រើប្រាស់ការស៊ើបការអេឡិចត្រូនិកវិទ្យុផងពួកគេចាប់សញ្ញាទំនាក់ទំនងសត្រូវពួកគេកំណត់ទីតាំងសត្រូវផ្អែកលើសញ្ញានៅពេលស៊ើបការផ្លូវអាកាសនិងស៊ើបការវិទ្យុត្រូវបានរួមគ្នាឡើងយានយន្តរុស្ស៊ី11គ្រឿងត្រូវបានរកឃើញនិងបំផ្លាញហើយនេះមិនមែនជាឧបទ្ទវហេតុដាច់ឡែកនោះទេនៅពេលរដូវរងាត្រជាក់មកដល់និងអស់រដូវរងាធម្មតារបស់អ៊ុយក្រែនគ្រប់ដណ្ដឹងបន្ទាត់មុខរុស្ស៊ីបានដឹងភ្លាមថាវាអាចប្រើអស់ជាគម្រប់ drone កាមេរ៉ាកម្ដៅអាចមើលឆ្លងអស់បានប៉ុន្តែនៅរដូវស្លឹកឈើជ្រុះកន្លងទៅ drone អ៊ុយក្រែនជាច្រើនមានតែកាមេរ៉ាអុបទិកមើលពេលថ្ងៃប៉ុណ្ណោះនៅខែវិច្ឆិកាភាពមើលឃើញសម្រាប់ drone អុបទិកធ្លាក់ទៅ100ម៉ែត្រភាពមើលឃើញអន់ធម្មតាធ្វើឲ្យការការពារដែលផ្នែកលើ drone ចុះខ្សោយនេះត្រូវបានកត់សម្គាល់ដោយអ្នកវិភាគ Michael Kaufman នៃ Carnegie Endowment នៅ Washington DC ប៉ុន្តែអ៊ុយក្រែនបានអាដាប់ខ្លួនយ៉ាងលឿនពួកគេបានបណ្ដុះបណ្ដាលទៅតាមការគាំទ្ររបស់អាមេរិកពួកគេបានបំពាក់ដោយបច្ចេកវិទ្យាអាមេរិកពួកគេបានដំឡើងកាមេរ៉ាកម្ដៅលើ drone ច្រើនទៀតយ៉ាងបន្ទាន់ក្នុងពេលដដែលពួកគេបានចាប់ផ្ដើមដាក់បញ្ចូលរ៉ូបតដីរ៉ូបតឈួរកង្វះរាប់ម៉ោងសូម្បីតែរាប់ថ្ងៃតាមផ្លូវវាយប្រហារដែលទំនងបំផុតពួកវាកត់ត្រាយានយន្តរុស្ស៊ីដែលឆ្លងកាត់ក្នុងពេលដដែលកងកម្លាំងអ៊ុយក្រែនផ្ដោតលើឯកតារុស្ស៊ីពួកគេតាមដានទំនាក់ទំនងវិទ្យុ Greeks Forer បានសរសេរនៅចុងខែវិច្ឆិកាថាឯកតាអ៊ុយក្រែនប្រឈមនឹងអាកាសធាតុអាក្រក់ថ្ងៃរាល់ថ្ងៃនិងយប់ប៉ុន្តែជាមួយការស៊ើបការនិងឧបករណ៍ផ្សេងទៀតយើងអាចបំផ្លាញសត្រូវបានលទ្ធផលជាអ្វីរវាងថ្ងៃទី23ដល់ទី28ខែវិច្ឆិកាក្រុម Forest បានរាយការណ៍ថាបំផ្លាញយានយន្ត7គ្រឿង2ខែក្រោយជោគជ័យស្រដៀងគ្នាត្រូវបានសម្រេចយានយន្តរុស្ស៊ី11គ្រឿងត្រូវបានបំផ្លាញមុនពេលវាចេញពីទីជម្រកស៊ុំបីតែហើយនេះគឺជាចំណុចសំខាន់បំផុតព្រោះកងទ័ពរួមអាវុធទី20និងទី25របស់រុស្ស៊ីបានកំណត់ភ្នែកលើ Kramatorsk និង Sloviansk ទាំងនេះជាទីក្រុងសេរីធំចុងក្រោយ2នៅ Donetsk Oblast សម្រាប់ភាគច្រើននៃឆ្នាំ2025រុស្ស៊ីបានចំណាយពេលព្យាយាមចាប់យក Pokros និង Miano ដែលស្ថិតនៅភាគនិរឹប Kramatorsk 50គីឡូម៉ែត្រឥឡូវពួកគេកំពុងព្យាយាមផ្លាស់ទីពីភាគនិរឹបទៅភាគឦសានជំរុញលើក្រុង Kramatorsk និង Sloviansk ក្នុងពេលដដែលពួកគេព្យាយាមបើកផ្លូវចូលពីលោកខាងលិចទៅខាងកើតជំរុញពីទីក្រុងឡៃម៉ាន់ឆ្លងកាត់ទន្លេ Siversky Donetsk និងទៅដល់ Sloviansk តាមផ្លូវ Highway T-514 ដែលនៅតែ15គីឡូម៉ែត្រពីឡៃម៉ាន់កងទ័ពទី3របស់អ៊ុយក្រែនបដិញ្ញាបញ្ឈប់រុស្ស៊ីវាមិនរងចាំឲ្យឯកតារុស្ស៊ីចេញពីទីជម្រកក្រោមដីនិងវាយប្រហារឡៃម៉ាន់និងស្ពានក្បាលអ៊ុយក្រែននៅ Siversky Donetsk ទេការវាយប្រហារត្រូវបានគំតិមុនពេលវាចាប់ផ្ដើមមជ្ឈមណ្ឌលយុទ្ធសាស្ត្រការពារជាតិអ៊ុយក្រែនបានចេញការព្រមានឯកតារុស្ស៊ីត្រូវបានរំពឹងថានឹងជំរុញពីខាងជើងនិងឦសាននៃឡៃម៉ាន់ដើម្បីដាក់ឯកតោបន្ទាត់ការពាររបស់កងទ័ពអ៊ុយក្រែនទី3ជុំវិញទីក្រុងគោលបំណងរុស្ស៊ីគឺទៅដល់ទន្លេ Siversky Donetsk ភាគខាងត្បូងទីក្រុងបើពួកគេអាចឆ្លងទន្លេនិងទៅដល់ផ្លូវ Highway T-514 ពួកគេអាចជំរុញទៅ Sloviansk ប៉ុន្តែអ៊ុយក្រែនត្រៀមខ្លួនហើយយុទ្ធសាស្ត្រថ្មីកំពុងដំណើរការដោយសារស៊ើបការវិទ្យុទីតាំងឯកតារុស្ស៊ីត្រូវបានរកឃើញមុនពេលវាចាប់ផ្ដើមផ្លាស់ទីដ្រូនវាយប្រហាររថត្រាំងក្នុងទីជម្រកផែនការវាយប្រហាររុស្ស៊ីត្រូវបានបំបែកនៅសមរភូមិហើយអ្វីដែលនៅពីក្រោយជោគជ័យនេះការបណ្ដុះបណ្ដាលអាមេរិកបច្ចេកវិទ្យាអាមេរិកការគាំទ្រអាមេរិកក្នុងពេលដដែលអាវុធថ្មីមួយបានមកដល់អ៊ុយក្រែនពីបារាំងក្រុមហ៊ុន EOS Technology បានដឹកជញ្ជូនដ្រូនវាយប្រហារ Raider 330ច្រើនគ្រឿងចម្ងាយរបស់វាគឺ500គីឡូម៉ែត្រ France 24បានបញ្ជាក់របាយការណ៍នាយកប្រតិបត្តិក្រុមហ៊ុន John Mark Zuliani បានថ្លែងថាសម្រាប់អ្នកផលិតលោកខាងលិចការបញ្ជូនដ្រូនទៅអ៊ុយក្រែនគឺជាឱកាសពិសេសព្រោះវាអាចត្រូវបានសាកល្បងនៅក្រោមលក្ខខណ្ឌសមរភូមិពិតប្រាកដនៅខែមិថុនា2025
កងកម្លាំងអ៊ុយក្រែនបានទទួល Loitering Munition MV-25 Oscar ថ្មី EOS Technology បានចូលរួមគម្រោងនេះឥឡូវពួកគេបញ្ជាការដឹកជញ្ជូន Raider តាម France 24គំរូនេះអាចធ្វើទាំងបេរកិច្ចស៊ើបការនិងប្រតិបត្តិការវាយប្រហារនៅអឺរ៉ុបវានឹងត្រូវប្រើប្រាស់ជាខានជាងប៉ុន្តែនៅអ៊ុយក្រែនវាត្រូវប្រើជាដាវលក្ខណៈពិសេសរបស់ Raider 330គឺវាត្រូវបានបាញ់ចេញដោយកាតាហ្វូវាអាចហោះលើអាកាសបាន5ម៉ោងវាដឹកបន្ទុក4គីឡូក្រាមចម្ងាយប្រតិបត្តិការរៀនដល់500គីឡូម៉ែត្រស្លាបវាមានទទឹង 3.3 ម៉ែត្រល្បឿនហោះធម្មតា120គីឡូម៉ែត្រក្នុង1ម៉ោងកម្ពស់អតិបរមា5000ម៉ែត្រនេះមិនមែនជាការដឹកជញ្ជូនដ្រូនទេវាជាសញ្ញាមួយទៀតថាការគ្រប់គ្រងលោកខាងលិចដឹកនាំដោយ Washington មានកម្លាំងខ្លាំង